40រឿងទុដ្ឋកុមារការអ៊ីសាច្រណែនតែងដុតសត្វលោកក្នុងការកន្លងទៅហើយមានព្រះជាមួយព្រះអង្គទ្រង់ព្រះនាមកេតិវាសៈសោយរាជជាសម្បត្តិក្នុងក្រុងព្រះនសីមានព្រះរាជបុត្រមួយព្រះអង្គទ្រង់ព្រះនាមមទុដ្ឋកុមារបានធ្វើជាឧបរាជថ្ងៃដែលកុមារនោះប្រសូតហោបានទាយថាព្រះរាជកុមារនេះបើមិនបានទឹកសោយវេលាណានៅទីបង្គត់ក្នុងវេលានោះព្រះរាជាបានជ្រាបហេតុដូច្នេះហើយទ្រង់ចាត់ចែងឲ្យជីកស្រះបោខរណីទាំងខាងក្នុងទាំងខាងក្រៅនគរហើយធ្វើមណ្ឌលសម្រាប់ដាក់ទឹកត្រង់ផ្លូវបែកជា4ទៀនថ្ងៃមួយទុដ្ឋកុមារឧបរាជស្ដេចយាងទៅអបជានអំពីព្រលឹមលុះយាងទៅដល់ពាក់កណ្ដាលផ្លូវបានជួបនឹងព្រះបច្ចេកពុទ្ធមួយព្រះអង្គកំពុងនិមន្តទៅបិណ្ឌបាតពួកមហាជនទាំងឡាយបានឃើញព្រះបច្ចេកពុទ្ធនោះក៏នាំគ្នានិយាយសរសើរហើយថ្វាយបង្គំគ្រប់គ្នាឧបរាជឃើញដូច្នេះសេចក្តីច្រណែនក៏កើតឡើងទ្រង់ព្រះពិរោធជាខ្លាំងដោយទ្រង់ព្រះចិន្តាថាពួកមហាជនទាំងនេះដើរជាមួយនឹងអញដែលជាឥស្សរជនលើវាបែរជានាំគ្នានិយាយសរសើរថ្វាយបង្គំមនុស្សត្រងល់វិញទ្រង់ព្រះចិន្តាដូច្នេះហើយក៏យាងចុះពីដំរីស្ទុះទៅកញ្ឆក់យកបានពីព្រះហោះព្រះបច្ចេកពុទ្ធបោកចោលទៅលើផែនដីហើយយកព្រះបាទជន់ឆ្លេចឆ្លីបំបែកខ្ទេចខ្ទីអស់ទៅព្រះបច្ចេកពុទ្ធឃើញបាទបែកខ្ទេចខ្ទីអស់ហើយគ្រាន់តែមើលប្រភពគិតថាអូណូសត្វនេះវិនិច្ឆ័យហើយតាក៏ហោះទៅកាន់ញក់ភ្នំទៅក្នុងខណៈនោះកម្មអាក្រក់ឲ្យផលដល់ឧបរាជធ្វើឲ្យក្តៅអន្ទះអន្ទែងក្រហល់ក្រហាយដូចជ្រប់ក្នុងទីនោះទឹកទាំងឡាយក៏រីងស្ងួតអស់សូម្បីតែទឹកក្នុងប្រឡាយក៏រីងអស់ឥតសល់ឧបរាជកាលបើរកទឹកសោយមិនបានហើយក៏ទីបង្គត់ទៅធ្លាក់ទៅកើតក្នុងនរកធំឈ្មោះអវិជ័យ